សួស្តីមករៀនពាក្យចិនតាក់ទងនឹងគ្រួសារនិងមនុស្សជាមួយគ្នា1កូនកូនមានន័យថាកូនប្រុសnữមានន័យថាកូនស្រី2កូនស្រី女儿មានន័យថាកូនស្រីnữជាស្រីនិង儿ជាកូន3ជំនាន់ក្រោយជឺមានន័យថាកូនស៊ុនមានន័យថាចៅពួកគេជាជំនាន់ក្រោយ4ចៅប្រុសស៊ុនជឺមានន័យថាចៅប្រុសស៊ុនជាចៅនិងជឺជាកូន5គ្រួសារចាមានន័យថាគ្រួសាររិនមានន័យថាមនុស្សគ្រួសារមានមនុស្សជាច្រើន6មនុស្សផ្សេងទៀតរិនជាមនុស្សទូទៅចាអាចមានន័យថាផ្ទះឬគ្រួសារអបអរសាទរអ្នកបានរៀនពាក្យចិនសំខាន់ៗទាក់ទងនឹងគ្រួសារសូមបន្តរៀនជាមួយយើងទៀត